ជីវិតកម្មកររោងចក្រឃ្លាតឆ្ងាយពុកម៉ែហេតុតែខ្លួនក្រឈ្មោះជាកម្មករធ្វើការរោងចក្រប្រែងមិនខ្មើញើកបែកស្រត់ស្រាក់ទម្រាំបានប្រាក់ចិញ្ចឹមគ្រួសារកម្មករយកញើឈាមបដោខំប្រឹងតស៊ូដើម្បីជីវភាពបានទុកជួគេសែនតូចចង់អៀតតែខំជ្រោកគ្រៀតបឹងផ្ញើសូមចិត្តមេត្តាអាណិតមានពេលខ្លះយឺតកុំជេរកុំថាតស៊ូរាល់ថ្ងៃដើម្បីគ្រួសារមិនដឹងថ្ងៃណានឹងបានឡើយសូមចិត្តមេត្តាអាណិតមានពេលខ្លះយឺតកុំជេរកុំថាតស៊ូរាល់ថ្ងៃដើម្បីគ្រួសារមិនដឹងថ្ងៃណានឹងបានឡើយ
បាទសូមអរគុណបាទទៀតណាបាទសូម